mà với thông hay play chứ là ồ thông play và đào ra mình thông cho môn thông lươn á tâm mặt tịnh បាទសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំគឺបានមកមើលពីការបាញ់ជីថ្នាំរបស់កសិករខ្ញុំជាស្ទាយនៅគាត់ស្ថិតនៅខាងភូមិបបោះភូមិឈើទាលស្រុកបណ្ណាន់ខេត្តបាត់ដំបងគឺបានមកមើលពីការប្រើប្រាស់ជីថ្នាំគឺនៅវគ្គនេះគាត់បានដាំដំណាំពពួកខាណាផ្កាហើយសម្រាប់ខាណាផ្កាគាត់នៅវគ្គនេះគឺវាមានអាយុ15ថ្ងៃគឺស្ថិតនៅវគ្គលូតលាស់ហើយសារធាតុដែលវាត្រូវការចាំបាច់ដើម្បីយកមកពើដងដើមវិញនៅវគ្គនេះគឺពពួកអាសូតដើម្បីយកមកពើដងដើមហើយថ្ងៃនេះខ្ញុំក៏បានណែនាំរូបមន្តមួយទៅកាន់គាត់ដើម្បីប្រើប្រាស់គឺស្លឹកដើមល្អដែលមានសារធាតុសកម្ម30គុត10និងបូកជាមួយពួកមីក្រូធាតុផងដែរសម្រាប់ការប្រើប្រាស់រូបមន្តនេះផ្ដល់អត្ថប្រយោជន៍ទៅដល់ដងដើមដូចជាជួយដងដើមលូតលាស់ល្អធំថ្លោសមានពណ៌ក្រមៅល្អនិងធន់នឹងជំងឺបន្ទាប់ពីបានប្រើប្រាស់ផលិតផលខាងក្រុមហ៊ុនជីថ្នាំស្ដេចដំរីខៀវបាន7ថ្ងៃទៅលើដំណាំខាណាផ្កានិងដំណាំស្ពៃក្តោបសម្រាប់ការប្រើប្រាស់ទៅលើរូបមន្តផលិតផលខាងស្ដេចដំរីខៀវឃើញប្រសិទ្ធភាពមិនដែរបងឃើញរៀងប្លែកហើយល្អជាងមុនបាទខ្ញុំមិនតែបានបាញ់វិញវានៅតូចហើយដើមរៀងស្គមតែពេលបាញ់ទៅរៀងល្អហើយរាចង់ចិត្តដីប្រហែលថ្ងៃហើយសម្រាប់គាត់គឺគាត់បានប្រើប្រាស់ទៅលើស្លឹកដើមល្អដែលយើងជាប្រភេទ NPK ដែលមានសារធាតុសកម្មហើយសម្រាប់ការប្រើប្រាស់គឺយើងប្រើប្រាស់50ក្រាមនៅក្នុងទឹក25លីត្រគឺយើងកូរឲ្យសព្វបាញ់ទៅលើស្រែរបស់គាត់បន្ទាប់ពីបាញ់គឺយើងឃើញដំណាំរបស់គាត់គឺស្លឹកគឺធំថ្លោល្អដងដើមក៏មានកម្លាំងរីឯក៏ធន់នឹងពពួកសត្វល្អិតផងដែរបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់រូបមន្តនេះដែរគឺបងប្អូនអាចទៅរកទិញនៅតាមឌីប៉ូដែលមានលក់ជីថ្នាំស្ដេចដំរីខៀវឬក៏បងប្អូនឆាតចូល page ជីថ្នាំស្ដេចដំរីខៀវដើម្បីប្រឹក្សាបច្ចេកទេសមុននឹងយកជីថ្នាំទៅប្រើប្រាស់